នៅក្បែរជើងភ្នំដ៏ខ្ពស់ត្រដែតនឹងមានព្រៃប្រាសាទខៀវស្រងាត់មួយមានកុមារាម្នាក់ឈ្មោះសុវណ្ណរស់នៅជាមួយគ្រួសាររបស់គេសុវណ្ណគឺជាក្មេងដែលស្រឡាញ់ធម្មជាតិខ្លាំងណាស់គេតែងតែចំណាយពេលដើរលេងក្នុងព្រៃដើម្បីស្ដាប់សំឡេងសត្វបក្សីយំនិងមើលដើមឈើធំៗថ្ងៃមួយខណៈពេលដែលសុវណ្ណដើរចូលទៅក្នុងព្រៃជ្រៅដើម្បីរើសអស់គេសង្កេតឃើញថាព្រៃឈើហាក់ដូចជាមានសភាពស្រពោនស្លឹកឈើប្រែជាពណ៌លឿងក្រៀមហើយខ្យល់បក់មកហាក់ដូចជាសំឡេងធ្ងរដោយការឈឺចាប់សូវ៉ាន់មានអារម្មណ៍ថាភ្នំនេះកំពុងតែមានទុក្ខព្រួយអ្វីមួយស្រាប់តែសូវ៉ាន់បានឮសំឡេងយំខ្សៅៗចេញពីក្បែរមាត់អូរដែលរាងស្ងួតគេបានដើរទៅរកមើលក៏ឃើញសត្វបក្សីតូចមួយពណ៌ខៀវស្រស់កំពុងតែជាប់នៅក្នុងគុម្ពបន្លាដុះកៀនផ្ទាំងថ្មធំមួយវាមិនអាចរើខ្លួនចេញបានឡើយដោយក្តីអាណិតសុវណ្ណបានប្រើម្រាមដៃថ្នមៗរបស់គេដើម្បីវែកបន្លាចេញពីស្លាបបក្សីនោះទោះបីជាបន្លាមុតដៃរបស់គេឲ្យហូរឈាមបន្តិចបន្តួចក៏ដោយក៏សុវណ្ណមិនព្រមបោះបង់ការជួយសង្គ្រោះសត្វបក្សីដ៏កំសត់នោះដែរនៅពេលដែលវាមានសេរីភាពសត្វបក្សីនោះមិនបានហោះទៅណាឆ្ងាយឡើយវាបានហោះឆ្វែលជុំវិញខ្លួនសុវណ្ណ3ជុំរួចហោះនាំមុខគេឡើងទៅលើភ្នំសូវ៉ាន់ក៏សម្រេចចិត្តដើរតាមបក្សីនោះចូលទៅកាន់ផ្លូវតូចមួយដែលគេមិនដែលបានឃើញពីមុនមកបក្សីនោះបាននាំសូវ៉ាន់ទៅដល់មាត់រូងភ្នំអាថ៌កំបាំងមួយនៅខាងក្នុងរូងភ្នំមានពន្លឺភ្លឺថ្លាចេញពីត្បូងថ្មសូវ៉ាន់បានជួបនឹងលោកតាដ៏ចំណាស់ម្នាក់ដែលមានពុកចំកាវែងពណ៌សដូចសម្លៃអង្គុយនៅលើបល្ល័ង្កថ្មលោកតាគឺជាតាគីរីជាអ្នកតាថែរក្សាភ្នំនេះឯងតាគីរីមានទឹកមុខស្រពោននិងគ្មានកម្លាំងកំហែងលោកតាបានប្រាប់សុវណ្ណថាដោយសារតែមនុស្សឈប់បន្ស្រន់និងឈប់ថែរក្សាព្រៃឈើទើបធ្វើឲ្យលោកតាអស់ព្រឹត្តអំណាចហើយភ្នំក៏ប្រែជាស្ងួតហួតហែងសុវណ្ណក៏ប្រញាប់យកទឹកពីបំពង់ឫស្សីរបស់គេទៅជូនលោកតាផឹកបន្ទាប់ពីផឹកទឹកនោះហើយតាគីរីក៏មានកម្លាំងឡើងវិញបន្តិចលោកតាបានហុចគ្រាប់ពូជតូចមួយពណ៌មាសទៅឲ្យសុវណ្ណលោកតាផ្ដាំថាចូលឯងយកគ្រាប់ពូជនេះទៅដាំនៅចំណុចខ្ពស់បំផុតនៃភ្នំនេះហើយមើលថែវាដោយក្តីស្រឡាញ់នោះភ្នំនេះនឹងរស់ឡើងវិញសូវ៉ាន់បានធ្វើតាមសម្ដីលោកតាគេខំប្រឹងឡើងទៅដល់កំពូលភ្នំរួចជីកដីដាំគ្រាប់ពូជមាសនោះយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃសូវ៉ាន់តែងតែឡើងភ្នំយកទឹកទៅស្រោចនិងច្រៀងចម្រៀងបំពេគ្រាប់ពូជនោះឲ្យដុះឡើងមិនយូរប៉ុន្មានកូនឈើនោះបានដុះក្លាយជាដើមឈើធំដ៏អស្ចារ្យដែលផ្ដល់សំណើមដល់ភ្នំទាំងមូលទឹកអូរចាប់ផ្ដើមហូរឡើងវិញដើមឈើដទៃទៀតក៏លាស់ត្រួយខ្ចីតាគីរីបានលេចខ្លួនឡើងនៅលើអាកាសញញឹមទៅកាន់សូវ៉ាន់ដោយក្តីមោទនៈពួកគេទាំងពីរបានរួមគ្នាការពារភ្នំនេះជារៀងរហូតមក